បាទមុននឹងមើលវីដេអូនេះខ្ញុំសូមបញ្ជាក់ថាអ្នកដែលយល់ដឹងពី YouTube បានជ្រៅជ្រះហើយមិនបាច់មើលទេខាតពេលបាទវីដេអូនេះសម្រាប់អ្នកដែលថ្មីសុទ្ធអ្នកដែលអត់ទាន់យល់ដឹងពី YouTube សោះណានឹងហើយក៏ចង់ធ្វើ YouTube ដើម្បីគោលដៅបង្កើត channel ខ្លះៗពី YouTube ហ្នឹងបាទហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនជាគ្រូជោគជ័យខ្ញុំមិនមែនជាគ្រូ YouTube អីទេខ្ញុំនិយាយចែករំលែកនេះគឺតាមរយៈបទពិសោធន៍របស់ខ្ញុំអញ្ចឹងប្រធានបទខ្ញុំនៅក្នុងពេលនេះគឺជាគំនិតខ្លះៗមុននឹងសម្រេចចិត្តចង់ធ្វើ YouTube បាទតោះឥឡូវយើងទៅ slide ទៅមុខទៀតបាទអញ្ចឹងមុននឹងចូលទៅដល់ YouTube យើងស្គាល់ YouTube សិន YouTube ជាអីណាអញ្ចឹងនៅក្នុងនេះគឺគេថា YouTube គឺជាវេទិកាចែករំលែកវីដេអូសម្រាប់អ្នកប្រើប្រាស់យើងអាចផ្ទុកណាយើងអាចផ្ទុកវីដេអូឬក៏ upload វីដេអូហ្នឹងណាយើងអាចមើលនិងចែករំលែកវីដេអូបានហើយចំណុចសំខាន់គឺយើងអាចបង្កើតប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មជាចម្បងណាអ្នកដែលធ្វើ YouTube គឺគាត់ចង់បានអាហ្នឹងអញ្ចឹងណាអញ្ចឹងplatform YouTube យើងមានឱកាសហើយមានមិនមែនមានតែប៉ុណ្្នឹងទេប៉ុន្តែយើងនៅស្រុកខ្មែរយើងវាមាន tool តិចអញ្ចឹងយើងអាចយកអានឹងជាចំណូលចម្បងទៅគឺការផ្សាយពាណិជ្ជកម្មជាចម្បងហ្នឹងហើយបាទអញ្ចឹងនៅពេលដែលយើងត្រូវធ្វើ YouTube ហ្នឹងតើយើងត្រូវចេះអីខ្លះបាទសួរខ្លួនឯងណាបាទតើយើងត្រូវចេះអីខ្លះបាទចំណុចសំខាន់របស់ YouTube គឺវីដេអូអញ្ចឹងយើងត្រូវតែចេះដាច់ខាតហ្នឹងគឺចេះផលិតវីដេអូបាទត្រូវតែចេះផលិតវីដេអូបើយើងអត់ចេះផលិតវីដេអូទេយើងអត់អាចរកលុយតាម YouTube បានទេតើត្រូវមានឧបករណ៍អ្វីខ្លះសម្រាប់យើងចាប់ផ្ដើមយើងធ្វើដំបូងបាទយើងធ្វើតាមលទ្ធភាពបាទយើងធ្វើតាមលទ្ធភាពយើងត្រូវមានឧបករណ៍បើយើងមានកាមេរ៉ាក៏យើងធ្វើទៅណាយើងធ្វើថតកាមេរ៉ាទៅផលិតវីដេអូថតតាមកាមេរ៉ាទៅបើយើងមានទូរស័ព្ទដៃយើងធ្វើតាមទូរស័ព្ទដៃទៅហើយសម្រាប់វីដេអូដែលបងប្អូនកំពុងតែមើលនេះគឺខ្ញុំយកជំរើសទី3ជំរើសទី3គឺខ្ញុំផលិតតាមកុំព្យូទ័រព្រោះខ្ញុំមានកុំព្យូទ័រអញ្ចឹងខ្ញុំ record screen តាមកុំព្យូទ័រខ្ញុំអត់ប្រើប្រាស់កាមេរ៉ាទេខ្ញុំអត់ប្រើប្រាស់ទូរស័ព្ទដៃទេគឺខ្ញុំប្រើប្រាស់កុំព្យូទ័រអញ្ចឹងបងប្អូនត្រូវធ្វើតាមលទ្ធភាពកុំតន់ចំណាយឲ្យវាលើសលប់អញ្ចឹងណាបាទអូខេអញ្ចឹងយើងត្រូវមានអីទៀតគឺយើងត្រូវចេះនៅកម្មវិធី design មួយចំនួនដែរអញ្ចឹងបើសិនជាបងប្អូនមានកុំព្យូទ័របងប្អូនប្រើប្រាស់ទៅកម្មវិធីទាំងអស់នេះយើងរៀនសិនទៅយើងស្វែងយល់ពីវាខ្លះទៅព្រោះវីដេអូយើងអាចធ្វើបានយើងអាចគ្រាន់តែថតហើយយើងអាប់ឡូតទៅបានក៏ប៉ុន្តែវាពេកណាភាគច្រើនគឺគេត្រូវការកម្មវិធីជំនួយខ្លះហើយសម្រាប់តម្លើងអក្សរសម្រាប់តម្រឹមសម្រាប់កាត់កន្លែងខុសអីចឹងណាបាទអញ្ចឹងបងប្អូនអាចមើលទៅមេរៀនបើយើងមានកុំព្យូទ័រយើងរៀនទៅយើងរៀនកម្មវិធីប្រហែលហ្នឹង Adobe Premiere Pro CapCut DaVinci Final Cut អីចឹងទៅហូរហែទៅហ្នឹងហើយធ្វើម៉េចឲ្យយើងអាចកែច្នៃវីដេអូបានតិចតួចបាទឬក៏ក្នុង app ទូរស័ព្ទឥឡូវក៏ទំនើបហើយ quality ក៏អត់ចាញ់កុំព្យូទ័រប្រហែលដែរសម្រាប់ការផលិតបាទអញ្ចឹងយើងអាចមើល app តាមប្រហែលដែលយើងទាំងអស់នេះសិតតែ app ដែលអាចផលិតវីដេអូបានប៉ុន្តែមាន app ខ្លះ free មាន app ខ្លះបង់លុយណាហើយបើសិនជាយើងមានលទ្ធភាពទេយើងបង់លុយឲ្យវាតិចតួចទៅប៉ុន្តែapp មួយចំនួនហ្នឹងបើត្រឹមតែយើងកាត់វីដេអូធម្មតាសាមញ្ញទេគឺយើងប្រើប្រាស់អា free បានហើយបាទអញ្ចឹងយើងប្រើប្រាស់ទៅហើយតាមលទ្ធភាពរបស់យើងទៅឃើញទេបាទងាយបន្តមកទៀតការចំណាយមានអីខ្លះការចំណាយមានពេលវេលាទី1អញ្ចឹងពេលវេលាវាមិនកំណត់ថាពេលរយៈពេលប្រមាណច្បាស់លាស់ទេវាទៅតាមការព្យាយាមរបស់យើងណាបាទសម្រាប់ពេលវេលាហ្នឹងគឺទៅតាមការព្យាយាមរបស់យើងអញ្ចឹងជាទូទៅអាចបើយើងធ្វើជាប់លាប់អាច3ខែទៅ6ខែអីយើងចាប់ផ្ដើមមានលទ្ធផលឬក៏1ឆ្នាំបាទប៉ុន្តែយើងត្រូវច្បាស់ថាយើងធ្វើជាប់លាប់បាទយើងធ្វើជាប់លាប់ហើយការផុសវីដេអូហ្នឹងក៏យើងត្រូវធ្វើមានម៉ោងមានពេលវាត្រឹមត្រូវដែរបើថាវីដេអូយើងរ៉េងម៉ោង6ម៉ោង7ហ្នឹងយើងត្រូវល្ងាចឡើងម៉ោង4ម៉ោង5ហ្នឹងគឺយើងធ្លាប់ផុសម៉ោងប៉ុន្មានគឺយើងផុសម៉ោងហ្នឹងណា
បាទធ្វើវាឲ្យជាប់លាប់ទៅរយៈពេល3ខែទៅតម្រាំតែ YouTube algorithm របស់ YouTube វាស្គាល់យើងមិនតែប៉ុណ្្នឹងទេជួនកាលមិនដល់ថ្នាក់ហ្នឹងទេជួនកាលអ្នកខ្លះគាត់ធ្វើមួយអាទិត្យអីអាស្រ័យទៅលើប្រភេទ content របស់គាត់ណាបាទអញ្ចឹងអាស្រ័យទៅលើយើងរើស niche ត្រូវហើយ niche ហ្នឹងមានអីទៀតចាំមើល slide បន្ទាប់អញ្ចឹងពេលខ្លះរយៈពេលមួយអាទិត្យពីរអាទិត្យមួយខែអីគេអាចគ្រប់គោលការណ៍អញ្ចឹងណាអាហ្នឹងភាគច្រើន content បែបសបាយអីគេនឹងប៉ុន្តែខ្ញុំអត់ចង់ឲ្យបងប្អូនរំពឹងលឿនពេកទេណាយើងព្យាយាមធ្វើឲ្យជាប់លាប់ទៅ3ខែទៅ6ខែឬក៏1ឆ្នាំអាហ្នឹងយើងចាប់ផ្ដើមមានសង្ឃឹមហើយបាទមួយទៀតគឺថវិកាហ្នឹងវាតាក់ទងនឹងសម្ភារៈហ្នឹងហើយជួនកាលយើងចង់បានសម្ភារៈកាមេរ៉ាអញ្ចឹងណាបាទទៅតាមប្រភេទមាតិការបស់យើងឬក៏សេវាកម្មពេលខ្លះយើងធ្វើ content បែប AI ឬក៏យើងទិញភ្លេងទិញអីបាទព្រោះពេលខ្លះយើងគិតថាភ្លេងfree របស់ YouTube របស់អីហ្នឹងវាអត់បរោះអត់លយអញ្ចឹងទៅអញ្ចឹងយើងទិញបាទយើងទិញប៉ុន្តែខ្ញុំចង់ប្រាប់ថាចំពោះថវិកានៅពេលដែលយើងចាប់ផ្ដើមគឺយើងកុំសូវចំណាយច្រើនពេកអញ្ចឹងណាយើងប្រើប្រាស់ទៅតាមសម្ភារៈដែលយើងមានតាមលទ្ធភាពដែលយើងមានប៉ុន្តែពេលវេលាគឺយើងត្រូវចំណាយហើយបាទចំណាយខ្លះបាទចំណាយទៅលើទាំងអស់នេះណាចំណាយទៅលើការសិក្សាយកចំណេះដឹងសិនណាចំណេះដឹងទាំងការប្រើប្រាស់ទូរស័ព្ទការប្រើប្រាស់កុំព្យូទ័រប្រើប្រាស់កាមេរ៉ាក៏ដូចជាចំណេះដឹងទៅលើ app អីមួយចំនួនហើយនិង policy Facebook មួយចំនួនអញ្ចឹងណាបាទអញ្ចឹងចំណាយពេលវេលាច្រើនយើងអាចឆ្លៀតថាចេញពីធ្វើការអញ្ចឹងណាឆ្លៀតចេញពីធ្វើការយើងចំណាយពេលវេលាទៅជាជាងយើងមើលអីអត់ប្រយោជន៍បាទមួយទៀតមុននឹងនេះយើងត្រូវយល់ដឹងពីផលប៉ះពាល់ដែរបាទផលប៉ះពាល់ណាបាទផលប៉ះពាល់ដែលនាំឲ្យយើងបោះបង់អញ្ចឹងមូលហេតុក្នុងខ្លួនយើងអាចថារំពឹងខ្ពស់ពេកយើងរំពឹងពោះនៅពេលដែលយើងមើលឃើញវីដេអូគេចែករំលែកដើម្បីជាការយក interest ជាការចាប់អារម្មណ៍ណាអញ្ចឹងគឺដាក់មក thumbnail មកដាក់លុយឯងទាំងបាច់មកដល់ពេលអញ្ចឹងយើងឮតែគេថារលុយពី YouTube ស្រួលពីអីស្រួលយើងរំពឹងខ្ពស់ពេកយើងធ្វើប្រឹងមកប្រាវហ្នឹងដល់តែពេលយើងអត់ឃើញលទ្ធផលយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងនឹង channel របស់គេធំដែលគេធ្វើរាប់ឆ្នាំហ្នឹងយើងចាប់ផ្ដើមបាក់ទឹកចិត្តក៏យើងបោះបង់ទៅអាហ្នឹងមូលហេតុទី1មួយទៀតគឺខ្វះភាពអត់ធ្មត់បាទខ្វះភាពអត់ធ្មត់អញ្ចឹងបងប្អូនត្រូវចាំថាការធ្វើ YouTube គឺជាដំណើរណាគឺជាដំណើរគឺជា long journey មួយគឺជាដំណើរវែងឆ្ងាយមួយណាគាត់ថាយើងត្រូវដឹងតែប្រកាសថាបើយើងធ្វើទៅគ្រប់គោលការណ៍គ្រប់លក្ខខណ្ឌយើងបានលុយពិតប្រកបបាទអានឹងអញ្ចឹងណាបាទអានឹងមូលហេតុក្នុងខ្លួនគឺខ្ញុំសូមឲ្យបងប្អូនកុំរំពឹងខ្ពស់ពេកនាំឲ្យបាក់ទឹកចិត្តណានឹងជួមូលហេតុមួយដែលយើងបោះបង់ខ្វះការអត់ធ្មត់លំបាកតិចតួចព្រោះ YouTube វា upgrade រហូតណា upgrade រហូតអញ្ចឹងយើងត្រូវមានភាពអត់ធ្មត់រសាព្យាយាមដែរកន្លែងហ្នឹងហើយមូលហេតុខាងក្រៅខ្លួនមានអីសង្គមគ្រួសារនិងមជ្ឈដ្ឋានមិនឲ្យតម្លៃអាហ្នឹងធំហ្មងបាទធំហ្មងខ្វះលុយខ្វះអីហ្នឹងខ្ញុំជឿថាវាមិនសូវធំប្រហែលទេណាព្រោះយើងធ្វើការ YouTube ក៏មិនកំណត់ថាឲ្យយើងត្រូវតែធ្វើឲ្យវាដែរហ្នឹងហើយប៉ុន្តែអានេះសង្គមគ្រួសារអីហ្នឹងអាហ្នឹងចាំបាច់ហ្នឹងបាទអញ្ចឹងមូលហេតុហ្នឹងជួនកាលគេអត់យល់គេឃើញតែយើងធ្វើ YouTube ភាគច្រើនគេគិតថាអត់ប្រយោជន៍ហ្នឹងណាបើយើងធ្វើការទៅយើងដឹងតែមួយខែ300មួយខែ500អាហ្នឹងយើងដឹងហ្មងប៉ុន្តែ YouTube នេះគឺគ្រាន់ឃើញតែផុសវីដេអូចោលអញ្ចឹងគេអត់ដឹងបាទអញ្ចឹងគេបន្ទោសផ្អាប់អីតិចតួចទៅហើយយើងខ្លួនឯងយើងវាមិនសូវរឹងមាំផងក៏យើងអាចបោះបង់ទៅអញ្ចឹងណាបាទអញ្ចឹងយើងយល់ដឹងឲ្យហើយទៅយើងមុននឹងយើងចាប់ផ្ដើមចំណាយពេលវេលាធ្វើគឺយើងយល់ដឹងឲ្យហើយទៅបាទត្រៀមចិត្តទៅមួយទៀតតើវីដេអូប្រភេទណាតើយើងគួរធ្វើវីដេអូប្រភេទណាយើងគួរធ្វើវីដេអូប្រភេទណាអញ្ចឹងអាវីដេអូប្រភេទណាហ្នឹងគឺគេត្រូវគិតទៅដល់នេះ niche content នេះហើយខ្ញុំដាក់ Google Translate ទៅគេថាមាតិកាពិសេសអញ្ចឹងយើងសិក្សាអីគេអា niche content ហ្នឹងបាទ
ចឹងនេះ content ហ្នឹងនេះគឺនេះ content គឺជាខ្លឹមសារពិសេសដែលកំណត់គោលដៅទស្សនិកជនជាក់លាក់ឬក្រុមចំណាប់អារម្មណ៍ណាមួយវានិយាយអំពីការផ្ដោតទៅលើតំបន់ជាក់លាក់មួយនិងនៅក្នុងទីផ្សារទូលំទូលាយដើម្បីទាក់ទាញអ្នកបន្តដែលចូលរួមនិងខិតខំប្រឹងប្រែងបន្ថែមទៀតវិធីសាស្ត្រនេះអនុញ្ញាតឲ្យអាជីវកម្មឬអ្នកបង្កើតមានភាពលេចធ្លោបង្កើតសិទ្ធិអំណាចនិងជំរុញទំនាក់ទំនងកាន់តែរឹងមាំជាមួយនឹងទស្សនិកជនរបស់ពួកគេខ្ញុំពេលខ្លះអាការបកប្រែមកខ្មែរហ្នឹងពេលខ្លះខ្ញុំពិបាកយល់ន័យដែរនេះ content is a specialized content that target specific audience or interest group ណានិយាយឲ្យចំទៅគឺថានេះ content ហ្នឹងគឺយើងធ្វើលក្ខណៈថាបើយើងធ្វើអីយើងត្រូវកំណត់សិនថាតើវីដេអូរបស់យើងហ្នឹងទៅក្រុមមួយណាណាទៅក្រុមមួយណាឲ្យអ្នកណាមើលមនុស្សខ្ទង់អាយុប្រមាណមើលណាជនជាតិអីមើលអាហ្នឹងគេហៅថានេះ content អីហ្នឹងបាទអញ្ចឹងយើងតទៅមុខទៀតណាកុំឲ្យវែងឆ្ងាយបាទនេះ content 3ប្រភេទហ្នឹងអាហ្នឹងវាសិតតែនៅក្នុង niche content ណាបាទក្នុង niche content នេះអញ្ចឹង content របស់យើងគោលដៅ content របស់យើងផលិតឲ្យអ្នកណាមើលមនុស្សក្នុងស្រុកជា international ជាសកលលោកជា global អញ្ចឹងយើងរើស niche ឲ្យត្រូវមកហើយនៅក្នុងស្រុកហ្នឹងវាមានអីខ្លះវាមានបង្រៀនវាមានកំសាន្តវាមានចម្រៀងវាមានកំ pl ែងវាមានអីអាហ្នឹងនេះមកអញ្ចឹងស្អីគេអាទាំងអស់ហ្នឹងតោះយើងបន្តទៅមុខទៀតអានេះប្រភេទ3ធំដែលយើងក្តោបទាំងអស់ហើយអញ្ចឹងយើងតទៅមុខទៀតនេះគេហៅថា local content ឬក៏មាតិកាក្នុងស្រុកមាតិកាក្នុងស្រុកហ្នឹងនិយមន័យរបស់មាតិកាក្នុងស្រុកគឺនេះខ្ញុំអត់បានសរសេរអញ្ចឹងមាតិកាក្នុងស្រុកហ្នឹងខ្ញុំនិយាយតែហ្មងទៅមាតិកាក្នុងស្រុកគឺគេចង់និយាយពីបើយើងនៅក្នុងប្រទេសមួយយើងនិយាយភាសាសម្រាប់ជនជាតិនឹងមួយឧទាហរណ៍យើងនៅខ្មែរមាតិកាដែលនិយាយអំពីដែលនិយាយភាសាខ្មែរគឺជា local content ហ្នឹងបាទគឺធ្វើហ្នឹងគឺសម្រាប់ឲ្យខ្មែរយើងមើលបាទធ្វើសម្រាប់ឲ្យជនជាតិខ្មែរមើលបើគេនៅវៀតណាមធ្វើឲ្យជនជាតិវៀតណាមមើលហើយបើយើងទីហោថាយើងឃើញរ៉េងទៅបរទេសអីហ្នឹងអាចថាមកពីខ្មែរយើងគាត់ទៅនៅអូស្ត្រាលីនៅអាមេរិកនៅអីហ្នឹងអាហ្នឹងគេហៅថាមាតិកាក្នុងស្រុកណាគឺមួយក្រុមអញ្ចឹងយើងរើស niche មកហើយនៅក្នុងហ្នឹងវាមានអីខ្លះនេះគឺមានការអប់រំប្រសង់ទេសនាណា content បែបនេះគឺ content how to អប់រំដែរប៉ុន្តែ how to ណា content បែបនេះគឺរបៀបរកលុយនេះគឺ how to បាទ content បែបនេះគឺ content បែបបរិញ្ញា design ក៏ how to ដែរ content បែបនេះគឺcomedy content កំ pl ែងបាទកំសាន្តនៅក្នុង entertainment ឬក៏ comedy ហ្នឹងបាទអញ្ចឹងយើងជ្រើសរើស niche ឲ្យត្រូវបើ channel របស់យើងហ្នឹងនិយាយអំពីអីយើងត្រូវជ្រើសរើស niche ហ្នឹងឲ្យត្រូវណាបាទអីទៀត content មាតិកាអន្តរជាតិ international content មាតិកាអន្តរជាតិនេះគឺសម្រាប់ឲ្យច្រើនប្រទេសមើលណា go to international ច្រើនប្រទេសមើលអញ្ចឹងភាសាដែលយើងអាចទៅអន្តរជាតិបានមានភាសាចិនភាសាអង់គ្លេសណាភាសាអីធំដែលយើងគិតថាជា international អញ្ចឹងអ្នកដែលអាចមើលវីដេអូហ្នឹងអ្នកដែលគាត់ចូលចិត្តមើលវីដេអូហ្នឹងគឺគាត់អាចមើលទៅយល់ថា content ហ្នឹងនិយាយពីអីអញ្ចឹងណាបាទដូចជាការយើងចេះភាសាអង់គ្លេសយើងបរៀនទៅប៉ុន្តែយើងនិយាយជាភាសាអង់គ្លេសទៅដូចវណ្ដាតាមពិតគាត់ច្រៀងខ្មែរប៉ុន្តែគាត់ឥឡូវហ្នឹងខ្ញុំមើល content គាត់ទៅវាទៅបរទេសគេ react អីដែរហ្នឹងទៅជា content ណាគាត់អាចថាជា local content ក៏បានអាចជា international content ក៏បានរបស់គាត់ណាបាទ Mr Beast បាទ Mr Beast គឺគាត់និយាយអង់គ្លេសហើយគាត់ចង់ឲ្យប្រទេសផ្សេងមើលទៀតគាត់ធ្វើខ្ញុំមើល content គាត់ទៅគឺគាត់ translate ទៅភាសាGermany ភាសាអីផ្សេងទៀតគឺសម្រាប់ប្រទេសផ្សេងប៉ុន្តែ content បែបហ្នឹងគឺជា international បាទតើតើអ្នកចេះភាសាអង់គ្លេសបានមើលគាត់យល់អញ្ចឹងណានេះសម្រាប់អ្នករៀនអង់គ្លេសណាហើយគាត់នេះក៏
chia nè riêng sầm rạp nè yul ong lê ban yul nè ní quát và riêngពី graphic how to ដែរប៉ុន្តែគាត់និយាយជាភាសាអង់គ្លេសអញ្ចឹងអាទាំងអស់ហ្នឹងគឺជា international content ហើយបាទអានេះមួយទៀតគឺមេតិកាលេខ1មេតិកាលេខ1ហ្នឹងគឺថាមេតិកាធំជាងគេហ្នឹងគឺជា global content មេតិកាសកលលោកណាមេតិកាសកលមានន័យថាប្រទេសណាក៏មើលបានជនជាតិអីក៏មើលយល់ដូច Charlie Chaplin Salo Mr Beast Mr Bean ណា Tom and Jerry relax sound អានេះ relax ណា sound relax ណាអញ្ចឹងវាមានតែសំឡេងភ្លេងអានេះអីគេតុក្កតារឿងហ្នឹងគឺវាអត់និយាយទេមានតែសម្ោចវាធ្វើសង្គ្រាមទេហើយអានេះរបៀបឆ្នៃធ្វើប្រដាប់ក្មេងលេងអញ្ចឹងយើងពេលខ្លះយើងមានកំណត់ឆ្នៃប្រឌិតធ្វើប្រដាប់ក្មេងលេងក៏យើងអាចធ្វើអានេះទៅបានដែរអានេះបើសិនជាធ្វើទៅវាផ្ទុះគឺទៅហើយហ្នឹងហើយគឺទៅហើយគឺ go to global ហើយមានន័យថាប្រទេសណាក៏គេអាចមើលបានដែរអញ្ចឹងក្នុងចំណោមប្រទេសក្នុងចំណោមកឋិនក្នុងស្រុកអញ្ចឹងក្នុងស្រុកគឺយើងអាចrank RPM ក្នុងស្រុកអាចទាបបន្តិចណាសម្រាប់ RPM នៅ international គឺតាមប្រភេទវីដេអូតាមប្រភេទniche content គឺអាចខ្ពស់ខ្លាំងណាខ្ពស់ខ្លាំងប៉ុន្តែអានេះគឺធំជាងគេហើយ niche បែបនេះគឺធំជាងគេដូចតារា TikTok ពាក់មួយខ្មៅណាហ្នឹងហើយស្អីគេភ្លេចបាត់ហើយពេលនិយាយហ្នឹងខ្ញុំអត់បានរនឹកឃើញនឹងពាក់មួយខ្មៅដែលជាតារា TikTok ហ្នឹងហើយអញ្ចឹងប្រទេសណាក៏គាត់គេមើលគាត់បានដែរបាទដូច Charlie Chaplin អីប្រទេសណាក៏គេមើលគាត់បានទាំងអស់ហ្នឹងគឺជាniche មួយបែបអញ្ចឹងបងប្អូនមុននឹងធ្វើបងប្អូនត្រូវរកniche ខ្លួនឯងតើយើងទៅណាណាយើងធ្វើវីដេអូប្រភេទអីហើយយើងចង់ឲ្យវីដេអូយើងទៅណាយើងចង់ឲ្យវីដេអូយើងទៅក្នុងស្រុកណាសម្រាប់ជនជាតិយើងមើលសម្រាប់អ្នកយល់ភាសាខ្មែរបានមើលបានឬក៏យើងចង់ឲ្យទៅអន្តរជាតិបាទហើយយើងមិនបាច់ចាំអីណា fake ប្រទេស fake អីយើងនិយាយតែអង់គ្លេសទៅវាទៅឯងហើយបាទឬក៏យើងចេះចិនយើងនិយាយចិនទៅវាទៅឯងសម្រាប់អ្នកចិនបាទឬក៏យើងទៅចង់ឲ្យមាតិកាយើងទៅជា global ហើយមាតិកា global យើងឃើញមានខ្មែរយើងគាត់អាចធ្វើបានដូច server wide អី server wide house building អីដែលគាត់ជីកដីជីកអីធ្វើផ្ទះធ្វើអីណាបាទអាហ្នឹងគឺសិតតែ go ទៅ global ហើយដោយសារគាត់អត់និយាយអីទេប៉ុន្តែអា content ទាំងអស់ហ្នឹងគឺប្រទេសណាក៏មើលយល់បាទអញ្ចឹងបន្ទាប់ពីយើងសរុបទាំងអស់មកនៅក្នុងអានេះទាំងអស់ហ្នឹងវាមានតែពីរធំនេះគឺកំសាន្តនិងអប់រំបាទកំសាន្តនិងអប់រំបើយើងមានជំនាញនៅខាងកំសាន្តយើងធ្វើបែបកំសាន្តទៅធ្វើចម្រៀងអ្នកផលិតចម្រៀងបានក៏ចម្រៀងទៅប៉ុន្តែផលិត original មកអ្នកផលិតរឿងកំប្លែងរឿងអីសុទ្ធតែកំសាន្តបាទទាំងអស់ហ្នឹងហើយបើយើងចេះបរៀនដូចខ្ញុំអីខ្ញុំចូលក្នុងអប់រំដោយសារខ្ញុំការងារបោះខ្ញុំនេះគឺបរៀនគឺវានៅក្នុង category អប់រំហើយ how to ហើយហ្នឹងបាទអញ្ចឹងនៅក្នុងប៉ុណ្ណឹងបាទអ្នកទាំងអស់គ្នាធ្វើតួនាទីទាំងអស់គ្នាធ្វើគឺធ្វើឲ្យគ្រប់បាទធ្វើឲ្យគ្រប់អីគេគ្រប់អានេះ 1000 subscriber បាទគេគិត 1000 subscriber ដល់ប៉ុណ្ណេះគឺវាអូខេមួយអាហ្នឹងណាបន្ទាប់មកអានេះគឺ4000ម៉ោងហ្នឹងគឺរាប់ត្រឹម365ថ្ងៃចុងក្រោយទីហោថាយើងធ្វើនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025អញ្ចឹងវារាប់ម៉ោងហ្នឹងវារាប់ត្រឹមតែប៉ុណ្្នឹងឯងរហូតទៅដល់ឆ្នាំក្រោយថ្ងៃនឹងដដែលបើវាគ្រប់អូខេបើវាលើសក៏លើសទៅវាគ្រប់ហើយប៉ុន្តែបើលើសមួយថ្ងៃគឺវាកាត់ម៉ោងចេញកាត់ចេញមួយថ្ងៃទីហោថាយើងធ្វើអត់ទាន់គ្រប់ទេប៉ុន្តែយើងធ្វើទៅវាលើសរហូតទៅដល់ថ្ងៃទី20អញ្ចឹងវាកាត់ប្រហែលថ្ងៃដែលនេះហ្នឹងអាម៉ោងប្រហែលទៀតដែលវារាប់មក65ថ្ងៃ365ថ្ងៃចុងក្រោយមកវាទុកឲ្យយើងរហូតអញ្ចឹងណាបាទ
men pot bay rồi hoặc tập ngày vì cắt mong ở linh như ở đây vì cắt đạch mà ngay để lướt nâng bay rồi học sập vào mùi ngay vì cắt mà ngày chào chẳng không mà ngay đời vì rồi ban và man máu cứ vì cắt chạy nhảy và hãy viên nâng bật to rồi bây giờ tiệt sầm rạp short cứ sầm rạp short cứ đọc ẩm vấn tay bây giờ cột tập pi cô ca nó của bạn cột tàn ní mà pon subscriber anh ấy đọc ẩm anh ấy toàn group có dân ai apply từ short anh ấy buôn pon máu ngà short ở toàn group có dân ai apply từ anh ấy bàn chắc là bây giờ việc group cô ca hãy cứ vía màu này này cứ kia nâng prap đầm nâng tam Gmail bỏ dưỡng ở dưỡng apply tới vậy hay cả apply nâng dương cầm toàn khoa sầm khán dương prăng và lật nè dương không prăng và lật metaka nè dương không prăng và lật metaka dương không prăng và lật metaka nè chẳng ở nè thời mấy ao miên metaka chẳng bởi dương thua không sốc trứng bởi dương thua ăn lại chết tới bởi dương thua global tới bàn tay dương rước cẩn thận muối đầy trâu nâng channel bỏ dưỡng hai thua tàn nâng từ nè hai và tọa mót thua ai group màu và tọa bị dương group màu hai group cô ca hai càng nghe set up ấy tiết nâng chăm dương kếtគ្នាតាមក្រោយទៀតបន្ទាប់ពីយើងគ្រប់អូខេអញ្ចឹងនេះគ្រាន់តែជាការធ្វើបទបង្ហាញខ្លីទេហើយខ្ញុំមិនដឹងថាបានផលប្រយោជន៍អីទៅដល់អ្នកមើលប្រហែលអ្នកទេប៉ុន្តែវាចេញពីបទពិសោធន៍និងការឆ្លងកាត់របស់ខ្ញុំអញ្ចឹងណាអញ្ចឹងអាចថាជាព័ត៌មានខ្លះដែរអាចថាជាគំនិតខ្លះដែរសម្រាប់ឲ្យបងប្អូនបាទសម្រាប់ឲ្យបងប្អូនហើយបើបងប្អូនចង់មានជំនាញយល់ដឹងកាន់តែច្បាស់អំពីការធ្វើ YouTube ខ្ញុំ recommend ទៅកាន់ channel របស់គាត់ទាំងពីរនេះ channel ទាំងពីរដែលខ្ញុំ recommend ហ្នឹងគឺ channel លោកគ្រូឆុនវាសនាបាទយើងមើល profile របស់គាត់ទៅហើយនឹងនេះគឺជា channel TCH បាទឃើញគាត់ចែកម្លែកបទពិសោធន៍មកច្រើនឆ្នាំហើយក៏ការចែកម្លែករបស់គាត់គឺបែបសុចរិតបែបធម្មជាតិគាត់អត់មានផ្លូវកាត់ទេប៉ុន្តែយើងអាចទុកចិត្តយើងអាចរៀនអនុវត្តពីគាត់ទៅបាទគឺត្រឹមត្រូវទៅតាមគោលការណ៍របស់ YouTube បាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងចាស់បាទសូមអរគុណសូមជម្រាបលា